ជួបជាតិនេះមិនប្រកាសជួបម្ដងទៀតនៅជាតិក្រោយជួបហើយក៏នៅតែបែកគ្នាបានស្រឡាញ់គ្នាត្រឹមមួយគ្រាតែឈឺហួស្មានព្រោះម្នាក់បានចាកចេញទៅហើយពេលគ្មានស្ងួនពីមុនតាជីវិតបងรู้បែបណាស្នេហាធ្វើឲ្យមនុស្សចេះផ្លាំងបដូរគ្រប់យ៉ាងធ្លាប់មានពីនឹងតែពេលនេះប្រែប្រួលជីវិតស្គាល់តែភាពឯកាបើសិនធ្វើជាល្ងងប្រហែលមិនឈឺចាប់ធ្វើល្ងងគុំចង់ដឹងរឿងរបងអូនប្រហែលយើងមិនបែកគ្នាសល់នឹងទឹកភ្នែកផងព្រមឲ្យអូនក៏ហងថាគ្មានអ្នកផ្សេងបើសិនធ្វើជាល្ងងទុកឲ្យអូនមានគេក៏ថ្ងៃនេះមាសមេនៅតែមករកបងចង់ចាប់ផ្ដើមសាជាថ្មីហើយធ្វើល្ងងដាក់ស្ងួនទើបបងមិនឈឺចាប់ដូចពេលនេះជួបជាតិនេះមិនប្រកាសជួបម្ដងទៀតនៅជាតិក្រោយជួបហើយក៏នៅតែបែកគ្នាបានស្រឡាញ់គ្នាត្រឹមមួយគ្រាតែឈឺហួស្មានព្រោះម្នាក់បានចាកចេញទៅហើយពេលគ្មានស្ងួនពីមុនតាជីវិតបងรู้បែបណាស្នេហាធ្វើឲ្យមនុស្សចេះផ្លាំងបដូរគ្រប់យ៉ាងធ្លាប់មានពីនឹងតែពេលនេះប្រែប្រួលជីវិតស្គាល់តែភាពឯកាបើសិនធ្វើជាល្ងងប្រហែលមិនឈឺចាប់ធ្វើល្ងងគុំចង់ដឹងរឿងរបងអូនប្រហែលយើងមិនបែកគ្នាសល់នឹងទឹកភ្នែកផងព្រមឲ្យអូនក៏ហងថាគ្មានអ្នកផ្សេងបើសិនធ្វើជាល្ងងទុកឲ្យអូនមានគេក៏ថ្ងៃនេះមាសមេនៅតែមករកបងចង់ចាប់ផ្ដើមសាជាថ្មីហើយធ្វើល្ងងដាក់ស្ងួនទើបបងមិនឈឺចាប់ដូចពេលនេះបើសិនធ្វើជាល្ងងប្រហែលមិនឈឺចាប់ធ្វើល្ងងគុំចង់ដឹងរឿងរបងអូនប្រហែលយើងមិនបែកគ្នាសល់នឹងទឹកភ្នែកផងព្រមឲ្យអូនក៏ហងថាគ្មានអ្នកផ្សេងបើសិនធ្វើជាល្ងងទុកឲ្យអូនមានគេក៏ថ្ងៃនេះមាសមេនៅតែមករកបងចង់ចាប់ផ្ដើមសាជាថ្មីហើយធ្វើល្ងងដាក់ស្ងួនទើបបងមិនឈឺចាប់ដូចពេលនេះ